ទេសភាពដ៏ស្រស់ត្រកាលពុកម៉ែបងប្អូនជាប់នឹងពលានយន្តហោះនៅក្នុងទឹកដី Washington State ពលានយន្តហោះ Seattle ពុកម៉ែបងប្អូនមានដើមផ្កាហើយនឹងជាប់ផ្លូវរទេះភ្លើងផងដែរទេសភាពស្អាតណាស់បងប្អូនអូយស្អាត360ដឺក្រេតែម្ដងភាគច្រើនមួយដុំនេះគឺកម្រពុកម៉ែបងប្អូនយើងស្គាល់ណាច្រើនតែបើកឡានហួសទៅមកអញ្ចឹងណាព្រោះកន្លែងនេះគឺជាកន្លែងមួយដែលជាប់នឹងរបងពលានយន្តហោះពុកម៉ែបងប្អូនឃើញខាងស្ដាំដៃហ្នឹងមានយន្តហោះតូចប្រភេទឯកជនដែលចតនៅក្នុងពលានហ្នឹងហើយចំណែកខាងស្ដាំដៃនេះមានផ្លូវរទេះភ្លើងដឹកទំនិញឆ្លងស្តេតពីរដ្ឋមួយទៅរដ្ឋមួយអញ្ចឹងទៅហើយនៅខាងស្ដាំដៃនឹងទៀតសោក៏មានផ្លូវវាងផ្លូវតូចណាពុកម៉ែបងប្អូនឡានបើកចេញចូលទៅក្នុង downtown ទីក្រុង Seattle ផងដែរហើយនៅចំចំហៀងខាងផ្លូវនេះបងប្អូនអូយផ្កាហ្នឹងហើយផ្កាស្អាតតែម្ដងផ្កានេះផ្កា cherry ហ្នឹងហើយពុកម៉ែបងប្អូនដែលមានផ្លែពណ៌រាងឈាមជ្រូកនឹងហើយពោរៀងក្រហមដែលយកទៅលក់នៅក្នុងស្រុកខ្មែរយើងណាមូលប៉ិនមេដៃហ្នឹងពុកម៉ែបងប្អូនដើមវាគឺអញ្ចឹងដល់ពេលដល់រដូវផ្កាបងប្អូនអូយញាក់សាច់និយាយរំថាពីណាគេក៏ដោយឲ្យតែបើកឡានមកតាមដងផ្លូវនឹងច្រើនតែងាកមើលដើមផ្កាហ្នឹងហើយពុកម៉ែបងប្អូនគេដាំហែតាមដងផ្លូវនោះតែម្ដងជំហៀងផ្លូវហ្នឹងពេលដែលរដូវផ្កាអញ្ចឹងទៅទេសភាពរលិកដាក់គ្មានទេពុកម៉ែបងប្អូនហ្នឹងហើយបើសិនជាមានត្រោនថតពីលើផ្ដិតជារូបភាពឲ្យពុកម៉ែបងប្អូនមើលទៀតadmin ជឿជាក់ថាប្រកាសជាស្អាតខ្លាំងតែម្ដងនេះadmin ដើរបដាថតបដាពុកម៉ែបងប្អូនឃើញហើយផ្កាកជុំមកពុកម៉ែបងប្អូនស្អាតតែមែនតើដោយសារតែដល់រដូវផ្ការីកណាពុកម៉ែបងប្អូនហើយតាមសាលាធំដូចនៅ UW អីហ្នឹងក៏មានប្រភេទពណ៌ហ្នឹងដែរតែរៀងពណ៌សមិនដឹងហ៎ពុកម៉ែបងប្អូនព្រោះផ្កាហ្នឹងមានប្រភេទពណ៌ផ្សេងគ្នាច្រើននៅក្នុងទឹកដីអាមេរិកចំពោះ admin គឺចូលចិត្តផ្កាពណ៌រៀងpink ពណ៌រៀងផ្កាឈូកនឹងពុកម៉ែបងប្អូនហើយខាងនេះពលានយន្តហោះគេនឹងយន្តហោះឯកជនតូចគេចតនៅខាងអញ្ចឹងទៅហើយទេសភាពវិញបងប្អូនអើយដល់មានពន្លឺថ្ងៃយ៉ែហាក់បីដូចជាមានជីវិតជីវ៉ាតែម្ដងស្អាតហើយដើមគេនឹងអញ្ចឹងពុកម៉ែបងប្អូនអត់មានស្លឹកទេដោយសារតែរដូវត្រជាក់ហ្នឹងវាជ្រុះស្លឹកអស់បាត់ហ្នឹងជ្រុះស្លឹកអស់បាត់ទៅដល់ពេលដល់រដូវផ្កាហ្នឹងវាចាប់ដើមផ្កាមកតែម្ដងហើយផ្កានោះផ្កាយកងាប់យករស់ហ្មងពុកម៉ែបងប្អូនហើយចូលទៅក្បែរមានអារម្មណ៍ថាក៏អូឈ្ងុយពុកម៉ែបងប្អូនរៀងស្រាលមិនក្រអូបខ្លាំងទេហើយចរាចរណ៍ហ្នឹងក៏មិនមានយ៉ាងខ្លាំងហើយទេសភាពវិញសម្រស់វិញញាក់សាច់ពុកម៉ែបងប្អូនអ្នកដែលមានគូស្នេហ៍អ្នកដែលមានឪពុកម្ដាយចាស់ហ្នឹងអាចនាំគាត់មកលេងបានពេលដែលគាត់ឃើញផ្កាយ៉ាងទៅអាចធ្វើឲ្យអារម្មណ៍ពួកគាត់ស្រស់ថ្លាដែរណាពុកម៉ែបងប្អូនស្អាតហើយកន្លែងនេះគឺជាប់នៅនឹងផ្លូវតែម្ដងតែព្រាចារ្យយើងច្រើនតែជិះហួសទៅហួសអញ្ចឹងណាពុកម៉ែបងប្អូនយើងបើកតែផ្លូវធំអត់ចាប់អារម្មណ៍ផ្លូវតូចមានដើមផ្កាស្អាតពុកម៉ែបងប្អូនស្អាតហើយ admin មកថតមាញ់ក៏មានមនុស្ស2-3គ្រួសារគេមកថតដែរហ្នឹងគេមកថតដែរភាគច្រើនគឺច្រើនតែបើកហួសដូច admin ថាអញ្ចឹងហើយបើពេលល្ងាចម៉ោងប្រហែលទាំង4ទៅ5បើមានមនុស្សច្រើនគេចេញពីធ្វើការងារមកគេដើរហាត់ប្រាណតាមនឹងពុកម៉ែបងប្អូនអូយស្អាតមែនតាបើសិនជាដាំតាមវត្តតាមអីណាពុកម៉ែបងប្អូនព្រោះផ្កាហ្នឹងវាផ្កាចំរដូវចូលឆ្នាំយើងខែ4វាផ្កាដល់ក្បែរដល់ជិតដល់ខែ5បានវាផុតផ្កាវាពុកម៉ែបងប្អូនអញ្ចឹងចន្លោះខែ4ពាក់កណ្ដាលចូលឆ្នាំហ្នឹងគឺត្រូវហើយបើសិនយើងដាំតាមវត្តតាមអារាមគឺធានាថាដឹងតែស្អាតហ្មងពុកម៉ែបងប្អូនហើយតាមផ្ទះយើងក៏អាចដាំបានដែរពុកម៉ែបងប្អូនមានទេសភាពស្រស់ត្រកាលតែម្ដងពិចារណាក្នុងស្រុកអាមេរិកនេះតាមដងផ្លូវតាមសួនច្បារតាមទីប្រជុំជនអីផ្សេងហ្នឹងគឺគេដាំផ្កាលម្អតាមដងផ្លូវពុកម៉ែបងប្អូនអញ្ចឹងដល់រដូវផ្ការីកអីហ្នឹងទៅគឺវាបញ្ចេញសន្មោះមកស្រស់ត្រកាលតែម្ដងពុកម៉ែបងប្អូននេះគឺសត្វតែជាដីរបស់ក្រុមហ៊ុន Boeing ទាំងអស់ទេពុកម៉ែបងប្អូនក្រុមហ៊ុនផលិតយន្តហោះណាអញ្ចឹងតាមសួនច្បារខាងនឹងឯងគេរៀបចំធ្វើជាសួនសម្រាប់លំហែសម្រាប់ឲ្យជនជាតិរបស់គេមកកំសាន្តឬក៏សម្រាប់ពីការងារអីចឹងទៅ
ខ្លះតែក៏មានបងប្អូនខ្មែរយើងគាត់អាសាមកលេងតាមនឹងដែរខែប៉ណ្ណឹងយន្តហោះពុកម៉ែបងប្អូនកន្លែងផកហ្នឹងគឺពេញតែម្ដងដោយសារតែចាំត្រៀមថតយន្តហោះចម្បាំងគេធ្វើការហោះសាកល្បងក៏ដូចជាហោះបង្ហាញក្នុងរដូវ summer អញ្ចឹងទៅទេសភាពតាមជុំវិញហ្នឹងគឺស្អាតណាស់ពុកម៉ែបងប្អូនគ្មានសម្រាមគ្មានផ្លាស្ទិកគ្មានទូលីអីអញញ៉ៃទេពុកម៉ែបងប្អូនគឺខៀវស្រងាត់តែម្ដងឲ្យតែរដូវ summer គឺទាំងដើមឈើទាំងព្រៃព្រឹក្សាទាំងស្មៅអីហ្នឹងឲ្យតែដល់ summer ហ្នឹងគឺចាប់ដើមប្រឹងលូតប្រឹងរស់ហើយពុកម៉ែបងប្អូនដោយសារតែមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់អញ្ចឹងទៅធ្វើឲ្យរុក្ខជាតិក៏ដូចជាដើមស្មៅអីផ្សេងគឺស្រស់ត្រកាលតែម្ដងភាគច្រើននៅស្រុកនេះពុកម៉ែបងប្អូនស្មៅគេអត់មានបាញ់ថ្នាំដូចនៅស្រុកខ្មែរយើងទេគឺគេព្យាយាមកាត់វិញកាត់សម្អាតទៅដល់អញ្ចឹងទៅយើងមើលទៅលើដីហ៎ពុកម៉ែបងប្អូនដីយើងទួលមិនក៏ដោយក៏ស្អាតដែរហើយផ្កាវិញបងប្អូនអូយដល់ពេលត្រូវនឹងខ្យល់បោកបក់ល្វើយអញ្ចឹងទៅធ្វើឲ្យសម្រស់ផ្កានឹងកាន់តែស្រស់ស្អាតតែមែនតើពុកម៉ែបងប្អូនទេសភាពហ្នឹងហើយអាចមានដឹងធ្វើវីដេអូពីអីទេពុកម៉ែបងប្អូនឥឡូវហ្នឹងគឺមានតែថតការថតអីទេសភាពទូទៅផ្សេងនៅក្នុងទឹកដីអាមេរិកចែកជូនពុកម៉ែបងប្អូនបានរីករាយទស្សនាហើយអាចមានចង្អុលហ្នឹងគឺចង្អុលទៅរថភ្លើងដឹកតំណែងពុកម៉ែបងប្អូនក្បាលរថភ្លើងវែងឲ្យធំមកពុកម៉ែបងប្អូនដឹកបានរាប់រយទូហ្នឹងហើយមើលឡើងដាច់កតុយភ្នែកចង់2គីឡូ3គីឡូដីណោះដោយសារតែវាធំហើយវាវែងពេកអញ្ចឹងណាពេលដែលអេដមីនទៅថតនឹងវាបច្ចេកឬទៅងឹងអេដមីនឆ្ងល់ចំស្អីងឹងណាដល់មើលទៅអូរថភ្លើងគេបច្ចេកហើយមើលទៅត្រង់ខាងស្ដាំដៃពុកម៉ែបងប្អូនឃើញភ្នំតកកហ្នឹងហើយភ្នំតកកហ្នឹងខ្ពស់ហើយពុកម៉ែបងប្អូនអេដមីនប៉ងទៅពី3ដងតែអត់ដែលឡើងបានដល់លើទួលទេដោយសារតែផ្លូវគេបិទអញ្ចឹងណាហើយខែក្តៅអញ្ចឹងពុកម៉ែបងប្អូនមើលពីចង្ងាយទៅនៅឃើញតកកទៀតអញ្ចឹងភ្នំហ្នឹងគឺសម្បូរតកកហើយវាខ្ពស់ជាងគេពុកម៉ែបងប្អូនស្អាតណាស់ទេសភាពដូចភ្នំនៅក្នុងប្រទេសជប៉ុនអញ្ចឹងហើយអេដមីនដើរថតពីក្រោមដើមផ្កានេះចង់បាក់កឲ្យពុកម៉ែបងប្អូនដោយសារតែវាខ្ពស់នោះហើយឃើញកូនចាមគេហើខ្វែលទៅខ្វែលមកគេក្រេបលំអងផ្កានោះអេដមីននៅក្នុងចិត្តថាចំមករំខានគេមករំខានក្តីសុខគេហ្នឹងកំពុងតែក្រេបផ្កាផងយើងទៅរំខានគេអញ្ចឹងណាហើយកវ៉ាល់មកហ្នឹងអត់ចង់ទៅណាឆ្ងាយពីដើមផ្កាទេពុកម៉ែបងប្អូនហ្នឹងផ្កានឹងមានប្រហែលខ្ទង់20ទៅ30ដើមមួយខ្សែហ្នឹងពុកម៉ែបងប្អូនតែធ្វើម៉េចផ្ដិតដើម្បីឲ្យបានវីដេអូល្អចែកជូនពុកម៉ែបងប្អូនបានទស្សនាអញ្ចឹងណាបងប្អូនកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share ឲ្យផងហ្នឹងហើយមើលឲ្យច្រើនបាន KK ទៅ admin មានកម្លាំងធ្វើណាពុកម៉ែបងប្អូនតែមិនសូវមានអ្នកមើលទេគឺខ្ជិលនឹងធ្វើបដ ாய் តែពុកម៉ែបងប្អូនអាសាជួយមើលទៅជួយ comment ទៅនឹងចេះតែប្រឹងធ្វើបន្តទៀតដើម្បីឲ្យពុកម៉ែបានពងបានឃើញពីរូបភាពផ្សេងអញ្ចឹងទៅហើយបងប្អូនចង់ឃើញពីទស្សនវិជ្ជាអីអាច comment នៅក្នុងវីដេអូបាន admin អានហើយ admin នឹងព្យាយាមធ្វើវីដេអូនឹងថតចែកជូនពុកម៉ែបងប្អូនបានទស្សនាអញ្ចឹងទៅចង់មើលពីពលានយន្តហោះចង់មើលពីទីក្រុងសេរ៉ុលចង់មើលពីប្រទេសប្រជាពលរដ្ឋខ្មែរយើងចង់មើលពីតាមដងផ្លូវចង់មើលពីកន្លែងផ្សារលក់ទំនិញលក់ខោអាវលក់ស្បែកជើងអីអាច comment នៅក្នុងវីដេអូនឹងបាន admin ទៅនេថ្ងៃណាទៅ admin នឹងទៅថតចែកជូនពុកម៉ែបងប្អូនហើយដើមផ្កានៅវិញពុកម៉ែបងប្អូនកម្ពស់ប្រហែលពីដីទៅលើកំពូលប្រហែលត្រង់5ទៅ6ម៉ែត្រពុកម៉ែបងប្អូនហ្នឹងហើយ5ទៅ6ម៉ែត្រពេលដែលផ្កាអញ្ចឹងទៅអត់មានស្លឹកអត់មានអីជ្រោះញ៉ៃទេពុកម៉ែបងប្អូនហ្នឹងគឺសតតែផ្កាតែម្ដងឡើងពណ៌ភីងក្បោះតែម្ដងភាគច្រើនផ្កាដែលមានពណ៌ភីងអញ្ចឹងគឺស្រីក៏ចូលចិត្តទាំងក្មេងស្រីក្មេងប្រុសពុកម៉ែបងប្អូនតែភាគច្រើនបងប្អូនគឺក្មេងស្រីហ្នឹងហើយស្រីតូចក៏ដោយកំមុំក៏ដោយក៏គាត់ចូលចិត្តហើយដោយសារតែវាស្អាតពុកម៉ែបងប្អូនសំបីតែ admin ជាប្រុសក៏នៅតែហ្នឹងហើយនៅតែចូលចិត្តដែរក៏អូបទេសភាពស្អាតហើយឡានគេចតអញ្ចឹងពុកម៉ែបងប្អូនក្តីសុខឃើញហ៎ចតអញ្ចឹងហើយមកមើលផ្កាមើលអីទៅគ្មានពីណាគេមកស្ដីមកថាមករករឿងយើងអញញ៉ៃទេហើយឡានគេចេញចូលមកថតអញ្ចឹងទៅខ្លះថតបានកន្លះម៉ោងអង្គុយលេងកន្លះម៉ោងគេទៅវិញអញ្ចឹងទៅ admin នេះថតប្រហែលខ្ទង់20ជាងនាទីណាពុកម៉ែបងប្អូនតែ20នាទីថតបានវីដេអូប្រហែលទាំង10នាទីទេដោយសារតែថតបដាមើលបដាបេះបដាលេងបដាអញ្ចឹងទៅពីលើហ្នឹងដើមផ្កាក៏ស្អាតហើយខាងក្រោមហ្នឹងស្មៅក៏ស្អាតទៀតពុកម៉ែបងប្អូនឃើញហើយភ្នំហ្នឹងតែស្មៅឡើងខៀវពេលដែលយើងហត់នឿយពីការងារសម្រាប់ពីការងារមកយើងអាចមកអង្គុយលេងហ្នឹងបានពុកម៉ែបងប្អូនមកទិញ
របស់ត្រជាក់ដូចភេសជ្ជៈដូចជាទឹកក្រូចឬកូកាយមកអង្គុយមើលទេសភាពស្រូបយកខ្យល់អាកាសបរិសុទ្ធអីចឹងណាបងប្អូនហ្នឹងហើយក្តីសុខរបស់មនុស្សយើងមានអីមានប៉ុណ្្នឹងហើយប្រឹងធ្វើការក៏ដើម្បីដាច់ក្តីសុខអីផ្សេងហ្នឹងទៅហ្នឹងហើយស្អាតណាស់បងប្អូនហើយស្អាតមែនតើសង្ឃឹមថាថ្ងៃណាមួយពុកម៉ែបងប្អូននឹងបានមកទូរស័ព្ទទាំងអស់គ្នាប៉ុណ្ណឹងចុះបាយ